ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងនិយាយអំពីសកម្មភាពនៃការកាច់ថ្នាំជាទូទៅយើងចុះមកកាច់ថ្នាំនៅម៉ោង6ទៅ6កន្លះព្រឹកហើយយើងឡើងទៅផ្ទះវិញនៅម៉ោង10ទៅម៉ោង11ថ្ងៃចំពោះការកាច់ថ្នាំពីមុនយើងប្រើរទេះគោសម្រាប់ដឹកប៉ុន្តែឥឡូវគឺយើងប្រើគោយន្តសម្រាប់ដឹកវិញម្ដងហើយការពីមុនគឺយើងកាច់ជាលក្ខណៈគ្រួសារគឺយើងកាច់2ថ្ងៃទៅហើយប៉ុន្តែឥឡូវគឺយើងជួលគេឲ្យមកកាច់ឲ្យគឺយើងកាច់តែ1ថ្ងៃទេហើយយើងជួលគេគឺយើងជួលពី15ទៅ16នាក់ទៅកាច់ហើយនៅចន្លោះពីម៉ោង6កន្លះម៉ោង6កន្លះទៅម៉ោង10 11ហ្នឹងគឺយើងចាប់កាច់ហើយពេលថ្ងៃគឺយើងដោតហើយកាច់គឺមនុស្សស្រីជាអ្នកកាច់ហើយបុរសមនុស្សប្រុសគឺគាត់ជាអ្នកទូលបើសិនជាចំការនឹងយើងអត់អាចបោគោយន្តចូលបានទេគឺមនុស្សប្រុសគាត់ជាអ្នកទូទៅដាក់នៅលើគោយន្តប៉ុន្តែបើសិនជាចំការយើងអាចបោគោយន្តចូលបានគឺយើងកាច់ទាំងអស់គ្នាហើយមនុស្សប្រុសពេលខ្លះគឺគាត់ជាអ្នករៀបដូចជាបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺមាន2នាក់គាត់ឆោតនៅលើគោយន្តចាំទទួលថ្នាំពីអ្នកកាច់យកទៅរៀបអញ្ចឹងនៅពេលដែលយើងបោចូលចការអញ្ចឹងនៅពេលដែលអ្នកកាច់ដល់ដំណាគឺយើងបោគោយន្តទៅតាមអ្នកកាច់ដែលគាត់កាច់ដល់នឹងដើម្បីឲ្យអ្នកកាច់គាត់ងាយស្រួលនៅក្នុងការហុចថ្នាំឲ្យយើងរៀបចំពោះតម្លៃឈ្នួលវិញគឺពីមុនគឺមនុស្សស្រីគឺ 30,000 ហើយមនុស្សប្រុសគឺ 35,000 ប៉ុន្តែឥឡូវគឺឡើងថ្លៃដោយសារតែម្ចាស់ថ្នាំមួយចំនួនគាត់ជួលអ្នកកាច់អត់បានអញ្ចឹងគឺគាត់ដេញថ្លៃឡើងដើម្បីឲ្យគាត់ជួលរកមនុស្សឲ្យកាច់ឲ្យគាត់បានអញ្ចឹងធ្វើឲ្យតម្លៃឈ្នួលនៃការកាច់ថ្នាំនោះគឺឡើងសម្រាប់មនុស្សស្រីគឺ 35,000 ហើយមនុស្សប្រុសគឺ 40,000ហើយយើងបន្ទាប់ពីយើងកាច់ហើយដល់ម៉ោង10ទៅម៉ោង10ហើយគឺយើងមកដល់ផ្ទះគឺយើងទៅហូបបាយហូបអីសម្រាប់បានបន្តិចហើយគឺយើងចាប់ផ្ដើមចុះមកដោតវិញអញ្ចឹងការពីមុនគឺអ្នកកាច់អត់សូវបានដោតប៉ុន្មានទេដោយសារតែពីមុនគឺក្មេងៗមានច្រើនហើយក្មេងៗកាលនោះគឺគាត់សវ៉ាតដោតថ្នាំមែនតើដោយសារតែពេលនោះគឺលុយពិបាកហៅអញ្ចឹងធ្វើឲ្យគាត់ម្នាក់ខំដើម្បីបានលុយចាយហើយឥឡូវក្មេងៗឥឡូវគឺអត់មានអ្នកដោតតែម្ដងទោះថ្នាំ5 10សកៈ5សកៈ100ក៏គាត់អត់ដោតដែរម្នាក់ឥឡូវគឺចាំតែសុំលុយម៉ែចាយទេហើយការដោតនេះគឺសិតតែជាអ្នកកាច់ទាំងអស់អត់មានហើយនឹងម្ចាស់ថ្នាំពី3នាក់ជាអ្នកដោតបើយើងជួលគ្នាតិចអីប្រហែលជាដោតរហូតទេក្នុងមួយថ្ងៃគឺយើងអាចកាច់បាន3ទៅ4កោយន្តបើសិនជាថ្នាំយើងរះជើងយើងអាចកាច់មកព្រឹកបានតែ2កោយន្តអីទេប៉ុន្តែបើថ្នាំយើងចាប់ដើមកាច់លើកទី2ទី3អាចបាន3ទៅ4កោយន្តចំពោះកន្លែងដែលយើងដាក់ដោតហ្នឹងគឺយើងធ្វើពីអាស័យហើយប្រក់ត្រែងធ្វើជាប់គ្នា 3-4 ឡហ្នឹងទៅបាទមើលទៅគឺធំល្វឹងល្វើយមែនតើហើយយើងដោតជួនកាលទៅមួយថ្ងៃហ្នឹងអាចដោតរួចហើយជួនកាលទៀតទៅក៏ដោតមិនរួចដែរទៅតាមសន្លឹកថ្នាំបើថ្នាំយើងសន្លឹកធំគឺដោតលឿនតែបើលឹកតូចវិញគឺវាយូរវាអាចចូលដល់ថ្ងៃស្អែកអីគឺម្ចាស់ជាអ្នកដោតប្រហើយអញ្ចឹងទៅសល់4-10បតុងអីចឹងទៅគឺម្ចាស់គាត់ជាអ្នកដោតប្រហើយព្រោះអីកម្មករគឺយើងជួលតែមួយថ្ងៃទេបាទគឺយើងគាត់ដោតអញ្ចឹងបាទយើងមានចង្កាក់ហើយនឹងក្បាលដៃសម្រាប់ចាក់ថ្នាំទៅដោតហើយយើងដោតបានច្រើនគួរសមហើយគឺយើងរៀបសម្រាប់ឲ្យគេចាក់ដាក់បតុងពីមុនគឺយើងបក់ប៉ុន្តែឥឡូវគឺយើងអត់បក់ទេគឺយើងរៀបហើយគឺយើងមានអ្នកដើរចាក់ដាក់បតុងវាលឿនជាងកាលពីមុនគឺយើងយកប្រើជាលហើយនឹងបតុងគឺយើងចាប់ម្ដងមួយគូ
បកម្ដងមកបតងហើយពីមុនអ្នកកាច់អត់សូវបានដល់ទេដោយសារតែអ្នកកាច់ខ្លះណាគាត់មកដល់គឺគាត់អាចបកថ្នាំដាក់បតងទៀតតែឥឡូវគឺយើងគ្រាន់តែអ្នករៀបតែ2នាក់ហើយអ្នកចាក់តែម្នាក់ក៏ទាន់ដែរហើយនៅពេលដែលគាត់រៀបហើយអីបានច្រើនហើយអញ្ចឹងគឺយើងចាប់ផ្ដើមដើរចាក់ដូចជាបងដែលគាត់ពងតែឈរហ្នឹងគឺគាត់ជាអ្នកចាក់គាត់ចាក់លឿនមែនតើកាច់ថ្នាំខ្ញុំម្ដងឯងគឺបានគាត់អ្នកចាក់ហើយបាទនេះគឺគាត់ចាក់បែបហ្នឹងគាត់យកបតងមក2មកហើយគាត់ពាក់ដែកក្បាលដែកវាហ្នឹងទៅហើយសម្រាប់ចាក់ថ្នាំហើយនៅពេលដែលយើងចាក់បានច្រើនចូលបតងហើយគឺយើងចាប់ដើមជូនចូលឡគាត់2នាក់ហ្នឹងគឺជាអ្នកជូនចូលក្នុងឡអញ្ចឹងវាក្នុងការកាច់ថ្នាំហ្នឹងគឺវាមានច្រើនមែនតើមានទាំងការកាច់ទៅដោតរៀបថ្នាំជូនចូលឡហើយនៅពេលដែលជូនចូលឡហើយគឺនេះយើងមានអ្នកឡើងលើឡចំនួន3នាក់ទៀតទើបអាចហុចទៅដល់លើបានអញ្ចឹងហើយអ្នកឡើងនៅលើឡនោះគឺត្រូវការអ្នកដែលមានកម្លាំងខ្លាំងទៅអាចលើកថ្នាំរួចអញ្ចឹងនៅក្នុងមួយថ្ងៃពេញហ្នឹងគឺបញ្ចប់ចុងក្រោយគឺបញ្ចូលក្នុងឡអស់ទើបគាត់អាចទៅផ្ទះបានអ្នកកាច់ហ្នឹងគឺកម្មករហ្នឹងគឺអាចបញ្ចប់នៅក្នុងការកាច់ថ្នាំបានអញ្ចឹងសម្រាប់វីដេអូយើងគឺមានតែប៉ុណ្្នឹងអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាកុំភ្លេចជួបគ្នានៅវីដេអូក្រោយ